បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទលើកយករុក្ខជាតិមួយបែបមកបង្ហាញចែកជូនពុកម៉ែបងប្អូនហើយរុក្ខជាតិមួយបែបនេះជាឱសថមួយព្យាបាលរោគទៅតាមការផ្សំជាមួយរុក្ខជាតិផ្សេងទៅតាមមុខងាររបស់រុក្ខជាតិហើយនេះជាដើមវើប្រេងសដើមវើប្រេងសនេះធំសម្បើមណាស់ពុកម៉ែបងប្អូនអើយធំជាងកំភ្លៅទៀតហើយនេះដូចបានឃើញស្រាប់នៅក្នុងវីដេអូនេះហើយថ្ងៃនេះខ្ញុំបាទមកបង្ហាញដើមវើប្រេងសនេះចែកជូនពុកម៉ែបងប្អូនតែមិនដែលបានឃើញមិនដែលបានស្គាល់វើប្រេងសថ្ងៃនេះខ្ញុំបាទថតចែកជូនបង្ហាញពុកម៉ែបងប្អូនឲ្យឃើញដើមវើប្រេងសហើយនឹងសន្លឹកដើម្បីចំណាំក្នុងការដើររកវើប្រេងនេះចំពោះពុកម៉ែបងប្អូនដែលបានស្គាល់វើប្រេងសហើយក៏សូមអធិស្ឋានដល់រូបខ្ញុំបាទផងហើយខ្ញុំបង្ហាញទាំងដើមទាំងស្លឹកវើប្រេងសនេះជាស្លឹករបស់វល្លិប្រេងសបន្តិចទៀតខ្ញុំនឹងថតឲ្យគៀកឲ្យចិត្តជូនពុកម៉ែបងប្អូនមើលឲ្យច្បាស់ស្លឹកវល្លិប្រេងសនេះហើយខ្ញុំនឹងចាប់ស្លឹកវល្លិប្រេងសនេះមកឲ្យចិត្តនេះស្លឹកវល្លិប្រេងសនេះនៅនឹងដៃខ្ញុំនេះពុកម៉ែបងប្អូនមើលចំណាំនេះខ្ញុំចាប់នៅនឹងដៃខ្ញុំនេះចំពោះដើមវើប្រេងនេះពុកម៉ែបងប្អូនយកទៅធ្វើជាឱសថគឺពុកម៉ែបងប្អូនយកដើមឬឫសវាតែថ្ងៃនេះខ្ញុំមកចែករំលែកអំពីដើមវើប្រេងនេះគឺខាងព្យាបាលជំងឺឬដូងច្រមុះពុកម៉ែបងប្អូនដែលកើតមានឬដូងច្រមុះពុកម៉ែបងប្អូនកាត់ដើមវើប្រេងនេះជាងមួយចង្អាមប្រវែងជាងមួយចង្អាមហើយដើមប្រប៉ិនក៏ភួនដៃបើមិនមានប៉ិនភួនដៃបើតូចជាងភួនដៃក៏ពុកម៉ែបងប្អូនកាត់ឲ្យបាន3 4កំណាត់រួចហើយពុកម៉ែបងប្អូនដាំឲ្យសាញដាំឲ្យទក់ឲ្យសាញរួចយកទៅត្រាំទឹកនោមចំនួន1ថ្ងៃរួចយកទៅហាលទឹកអន្សើមមួយយប់សំពុកម៉ែបងប្អូនយកទៅហែកជាចម្រៀកឆ្មាតូចដូចជាថ្នាំជក់សម្រាប់យកមកហាលថ្ងៃឲ្យស្ងួតយកមកទុកប្រើការវិធីប្រើគឺពុកម៉ែបងប្អូនយកស្លឹកចេកណាំវ៉ាដែលទុំបាក់ធៀងមកក្រោមស្លឹកចេកដែលទុំយកមកជូតឲ្យស្អាតសម្រាប់យកទៅមូជាមួយនឹងវើប្រេងដែលយើងហាលស្ងួតនោះមូធ្វើជាបារីជក់ក្នុងមួយថ្ងៃមួយដើមឬ2ដើមជក់ជារៀងរាល់ថ្ងៃបើជក់អស់ពុកម៉ែបងប្អូនធ្វើដូចគ្នាបន្តទៅទៀតសម្រាប់ប្រើបន្តថ្នាំជក់នេះសម្រាប់ពុកម៉ែបងប្អូនដែលកើតឬដូងច្រមុះបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ផ្នែកខាងឱសថបុរាណឬយ័ន្តបុរាណឬកមុនបុរាណសូមពុកម៉ែបងប្អូនជួយចុចពាក្យថា Subscribe ឬពាក្យជាវដើម្បីបានវីដេអូថ្មីបន្តទៅទៀតក៏សូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសូមជម្រាបលា